ក្រសួងមហាផ្ទៃប្រើធរក្តៅដកតំណែងនិងបន្ថយឋានន្តរស័ក្តិមន្ត្រីនគរបាលខេត្តស្ទឹងត្រែងចំនួន6រូបដោយសារការប្រព្រឹត្តខុសតួនាទីភារកិច្ចឯកឧត្តមឧបនាយករដ្ឋមន្ត្រីសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចាត់វិធានការប្រើធរក្តៅដោយសម្រេចដកតំណែងនិងបន្ថយឋានន្តរស័ក្តិមន្ត្រីនគរបាលខេត្តស្ទឹងត្រែងចំនួន6រូបដោយសារការប្រព្រឹត្តខុសតួនាទីភារកិច្ចយោងតាមប្រកាសស្តីពីការអនុវត្តទណ្ឌកម្មចេញចំនួន3ដាច់ដោយឡែកពីគ្នាចេញដោយក្រសួងមហាផ្ទៃបានបង្ហាញថានគរបាលដែលរងទណ្ឌកម្មនេះរួមមានទី1ឧត្តមសេនីយ៍ត្រីច័ន្ទសុផាអត្តលេខ02046ត្រូវបានដកហូតមុខតំណែងពីស្នងការរងទទួលការងារព្រំដែននៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងឲ្យមកជាមន្ត្រីទី2វរសេនីយ៍តូច័ន្ទសុធាអត្តលេខ56945មេបញ្ជាការរងវិរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ791នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងត្រូវបានផ្អាកការងារបណ្ដោះអាសន្នទី3វរសេនីយ៍ត្រីទិបនិទ្ធីអត្តលេខ56972ដកហូតតួនាទីមេបញ្ជាការរងសេនាតូចនគរបាលការពារព្រំដែនគោកលេខ701មកជាមន្ត្រីនិងបន្ថយឋានន្តរស័ក្តិចំនួន1ថ្នាក់ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ឯកទី4អនុសេនីយ៍ឯកឋានវិចិត្រអត្តលេខ71569ដកហូតតួនាទីពីនាយករងផ្នែកសុខាភិបាលនៃវិរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ701ឲ្យមកជាមន្ត្រីនិងបន្ថយឋានន្តរស័ក្តិចំនួន1ថ្នាក់ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍តូទី5អនុសេនីយ៍តូសៅសុភាពអត្តលេខ71609ដកហូតតួនាទីពីនាយរងប៉ុននគរបាលការពារព្រំដែនគោកណាអងនៃវិរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ701ឲ្យមកជាមន្ត្រីនិងបន្ថយឋានន្តរស័ក្តិចំនួន1ថ្នាក់ឲ្យមកនៅត្រឹមថ្នាក់អនុសេនីយ៍ត្រីទី6អនុសេនីយ៍ត្រីច័ន្ទសុភ័ក្រអត្តលេខ95753ត្រូវបានបន្ថយឋានន្តរស័ក្តិមកនៅត្រឹមថ្នាក់ព្រិនបាលឯកមិនទាន់មានការបញ្ជាក់ពីទោសកំហុសនៃការប្រព្រឹត្តល្មើសរបស់មន្ត្រីនគរបាលខាងលើនេះនៅឡើយទេតែប្រភពបានបង្ហើបថាមន្ត្រីនគរបាលខាងលើបានខុបខិតគ្នាជាប្រព័ន្ធដោះលែងមនុស្សឆ្លងដែនខុសច្បាប់ខ្ញុំតារាពី RTNews TV